បងប្អូនណាដូចខ្ញុំពេលដែលចេញជួយតាណាម្ដងគឺមេឃតែងតែបង្កការរំខានអាភ្លៀងហ្មងមិនសូវខឹងទេអានេះវាចេញមកធ្វើរលឹមស្រេចស្រេចធ្វើឲ្យប្រឡាក់ម៉ូតូទៅទេហើយបើបានមេឃទៅទុំចិត្តក៏មិនសូវអីដែរនេះមេឃកំពុងបើកថ្ងៃក្តៅចង់បែកក្បាលមកធ្វើអីរលឹមស្រេចអីណានេះអស់ការអត់ធ្មត់ហើយចេញមកឆ្លោះជាមួយមេឃម្ដងឲ្យដឹងសដឹងខ្មៅបងប្អូនណានិយាយពីញ័រសាច់មេឃរលឹមស្រេចចេញនិយាយពីប្រឡាក់ម៉ូតូអាក្រក់ណាបងប្អូនអើយឡើងស្ប៉ាម៉ាក់តែម្ដងផ្លូវណាមិនដឹងផ្លូវជាតិលេខ3ឲ្យសិតតែឡានដឹកដីបងប្អូនអើយហូនិយាយពីខ្សាច់ពីផុកខ្ញុំមិនចេះនៅទេបងប្អូនលាងល្អលាងស្អាតឬមិនស្អាតបានប្រហែលគឺខ្ញុំត្រូវតែបាញ់ទឹកមានសាប៊ូបាញ់តែចៃដន្យអីបងប្អូនអើយចូលទៅដល់ក្រុងកពតភ្លាមគឺមានកន្លែងលាងម៉ូតូមួយកន្លែងដែលខ្ញុំគិតថាបងប្អូនអរគ្នាអាចទៅលាងតាមខ្ញុំកន្លែងគាត់គឺមានឈ្មោះថា HR ដែលទើបចង់បើកទេហើយខ្ញុំក៏មិនបានសម្ភាសសួរនាំឲ្យដែរវីដេអូនេះគឺអត់មានបានលុយ1រៀលទេគឺធ្វើចែកជូនបងប្អូនអរគ្នាដែលធ្វើដំណើរពីភ្នំពេញទៅបើសិនជាតាមផ្លូវមានភ្លៀងប្រឡាក់ម៉ូតូបងប្អូនអរគ្នាអាចចូលលាងកន្លែងគាត់បានជាពិសេសគាត់យល់ដឹងពីការលាងម៉ូតូដៃបាញ់ទឹករបស់គាត់គឺអាចសេរីតិចខ្លាំងបានលាងតិចខ្លាំងតាមតំបន់ម៉ូតូដែលគាត់បាញ់បាទគាត់មិនមែនបាញ់ឲ្យគ្រប់កន្លែងទាំងអស់ពួកគាត់ប្រើសម្ពាធខ្យល់ខ្លាំងបាញ់ទៅលើម៉ូតូយ៉ាងទេបាទជាពិសេសខ្ញុំពេញចិត្តនៅពេលដែលកន្លែងលាងម៉ូតូណាក៏ដោយឲ្យតែមានហ្វូមបាញ់គឺខ្ញុំពេញចិត្តតែម្ដងហើយបងប្អូនមានដឹងអត់ការលាងម៉ូតូរបស់ខ្ញុំគឺគាត់យកប្រហែលគាត់យកត្រឹមតែ2000រៀលទេតែសារតែខ្ញុំអត់មានបានដុស detail ឬក៏អីទេគឺគ្រាន់តែបានជះហ្វូមពីលើហើយខ្ញុំបាញ់ទឹកសម្អាតប៉ុណ្ណឹងឯងចឹងត្រឡប់មកវិញបើសិនជាបងប្អូនអស់គ្នាប្រឡាក់ម៉ូតូហើយបងប្អូនអស់គ្នាទុកចោលមួយថ្ងៃពីរថ្ងៃគឺវាអាចធ្វើឲ្យដីនឹងកាន់ពិបាកក្នុងការដុសសម្អាតអញ្ចឹងបើសិនជាយើងលាក់ភ្លាមហើយយើងដល់តំបន់ណាដែលមានទឹកយើងអាចបាញ់ជំរុះម៉ាសាអញ្ចឹងដីនឹងក៏វាជុំទៅតាមដែរធ្វើឲ្យម៉ូតូបងប្អូនអស់គ្នាក្មេងជាងវ័យអញ្ចឹងវីដេអូនឹងមានតែប៉ុណ្្នឹងទេសម្រាប់ការចែកចម្លែកជូនបងប្អូនអស់គ្នាជួបបងប្អូនអស់គ្នានៅវីដេអូក្រោយបាយ